អ្នកនេសាទម្នាក់បានលែងត្រីតូចមួយក្បាលដោយសប្បុរសប៉ុន្តែត្រីនោះបានសងសឹកដោយចិត្តអាក្រក់ដោយស្រាប់តែហែទៅផ្នែកខាងក្រោយហើយរុញទូកយ៉ាងលឿនឆ្ពោះទៅច្រាំងថ្មចោតមួយនៅពេលដែលអ្នកនេសាទធ្លាក់ចូលទៅក្នុងបឹងទឹកកករឿងចុងក្រោយដែលគាត់បានឃើញគឺកន្ទុយប្រាក់របស់ត្រីតូចដែលភ្លឺចែងចាំងកាត់គែមអាងទឹកគួចគាត់មិនមានអារម្មណ៍ខឹងសម្បាទេប៉ុន្តែមានអារម្មណ៍សោកសៅយ៉ាងខ្លាំងចិត្តល្អពិតជាអាចសងសឹកបានដោយប្រវត្តិសាស្ត្របឹងនេះជ្រៅជ្រៅមិននឹកស្មានដល់អ្នកនេសាទរូបនេះធំធាត់នៅក្បែរបឹងហើយស្គាល់គ្រប់ចរន្តទឹកក្រោមទឹករបស់វាប៉ុន្តែកន់លែងដែលទុកលិចគឺជាទីជ្រៅបំផុតដែលគាត់មិនធ្លាប់រករកវាលិចកាន់តែជ្រៅពន្លឺកាន់តែស្រអាប់សួតរបស់វាស្ទើរតែទេនៅពេលដែលវាហៀបនឹងចុះចាញ់ត្រីតូចបានលេចឡើងម្ដងទៀតវាបានវិលជុំវិញគាត់ម្ដងបន្ទាប់មកចាប់ដៃអាវរបស់គាត់ដោយមាត់របស់វាអូសគាត់កាន់តែជ្រៅទៅក្នុងទឹកអ្នកនេសាទបានតស៊ូដោយគិតថាសត្វដ៏កាចសាហាវនេះនឹងអូសគាត់ទៅបាតហើយលង់ទឹកគាត់ប៉ុន្តែនៅពេលដែលគាត់កំពុងបាត់បង់ស្មារតីត្រីតូចបានទាញគាត់ចូលទៅក្នុងស្នាមព្រះអំបិលនៅបាតបឹងក្បាលរបស់វាស្រាប់តែលេចចេញពីទឹកមានខ្យល់នៅក្នុងព្រះអំបិលនេះអ្នកនេសាទបានកោកយ៉ាងឡើងនៅលើថ្មដែលលេចចេញមកហើយស្ដោះទឹកបឹងដែលគាត់បានលេបចេញប្រេះនេះតូចចង្អៀតធំទូលាយគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់រួញខ្លួនខាងលើគឺជាជញ្ជាំងអំបិលដែលបិទជិតប៉ុន្តែពន្លឺពណ៌បៃតងស្រាលនិងចម្លែកមួយបានចាំងចូលពីកន្លែងណាមួយបំភ្លឺរូងភ្នំខ្យល់តូចមួយនេះត្រីតូចបានអន្តែតក្នុងទឹកនៅពីមុខវាដោយមើលវាយ៉ាងស្ងៀមស្ងាត់តើអ្នកចង់បានអ្វីអ្នកនេសាទបានសួរដោយសំឡេងស្អប់ដោយដឹងថានឹងមិនមានចម្លើយត្រីតូចបានរលាស់កន្ទុយរបស់វាហើយមួយទឹកមួយសន្ទុះក្រោយមកវាបានលេចចេញមកម្ដងទៀតដោយកាន់អ្វីមួយនៅក្នុងមាត់របស់វាដែលវាបានតោះទៅលើថ្មនៅក្បែរអ្នកនេសាទវាជាកាក់ស្ពាន់ដែលគ្រប់ដណ្ដប់ដោយពណ៌បៃតងស្លេកប៉ុន្តែរូបរាងនិងវិញ្ញាណភាពរបស់វាចាស់ច្បាស់ជាមិនមែនមកពីរាជវង្សនេះទេអ្នកនេសាទមានការភ្ញាក់ផ្អើលត្រីតូចបានមុជទឹកម្ដងទៀតលើកនេះយកបំណែកប៉ូសេឡែនតូចមួយដែលបាក់ផ្ទៃរបស់វាលងនិងភ្លឺរលោងលាបពណ៌ដោយលំនាំផ្កាឈូកខៀវអ្នកនេសាទស្រាប់តែយល់គាត់មិនចង់លងទឹកវាទេប៉ុន្តែផ្ទុយទៅវិញគាត់ចង់យកវាមកទីនេះដើម្បីមើលរបស់ទាំងនេះដោយប្រើពន្លឺស្រអាប់គាត់បានបំភ្លឺរូងភ្នំដោយប្រុងប្រយ័ត្នហើយបានរកឃើញអ្វីដែលហាក់ដូចជាចម្លាក់ដែលបង្កើតឡើងដោយមនុស្សនៅលើជាងថ្មនៅខាងក្រោមខ្សែទឹកគាត់បានលូកដៃទៅប៉ះពួកវាវិញ្ញាណភាពមិនស្មើគ្នាដូចជាអក្សរឬលំនាំយូរទៅត្រីតូចនៅតែបន្តមកជួនកាលយកវត្ថុតូចមួយមកជួនកាលគ្រាន់តែនៅស្ងៀមភ្នែកខ្មៅភ្លឺរបស់ពួកវាហាក់ដូចជាជំរុញឲ្យគាត់ទៅអ្នកនេសាទបន្ទាប់ពីសម្រាកគ្រប់គ្រាន់ហើយបានដកដង្ហើមវែងហើយមុជចូលទៅក្នុងទឹកដោយស្ទាបផ្លូវរបស់គាត់តាមស្នាមព្រះថ្មស្នាមព្រះទាំងនោះបានពង្រីកនៅពេលដែលពួកវាលាតសន្ធឹងដែលនៅទីបំផុតនាំទៅដល់លំហក្រោមទឹកកាន់តែធំនៅទីនោះមានប្រភពពន្លឺពណ៌បៃតងដ៏ចម្លែកថ្មភ្លឺជាច្រើនដែលបង្កប់នៅក្នុងជញ្ជាំងថ្មដូចជា Silverstone ដ៏ល្បីល្បាញពន្លឺបានចាំងចូលតាមបឹងបំភ្លឺទិដ្ឋភាពនៅពីមុខគាត់ដង្ហើមរបស់អ្នកនេសាទបានបង្កើតពុះយ៉ាងលឿនជាបន្តបន្ទាប់នៅលើផ្ទៃហើយនៅក្រោមផ្ទៃមានគ្រោងឆ្អឹងនៃកប៉ាល់លិចទឹកកប៉ាល់នេះមានទំហំធំតាមរបៀបកប៉ាល់ដឹកទំនិញដងក្តោងត្រូវបានខូចហើយសម្បកត្រូវបានគ្រប់ដណ្ដប់ដោយសារ៉ាយនិងដីល្បាប់ប៉ុន្តែរចនាសម្ព័ន្ធភាគច្រើននៅដដែលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺសំណល់ប្រអប់ដែលរីប៉ាយនៅលើបាតបឹងជុំវិញកប៉ាល់លិចដែលបញ្ចេញពន្លឺលោហធាតុភ្លឺចែងចាំងពណ៌មាសនិងប្រាក់ទោះបីជាស្រអាប់នៅក្រោមពន្លឺប្រាក់ក៏ដោយគឺមិនអាចច្រឡំបានទេអ្នកនេសាទបានងើបឡើងបេះដូងរបស់គាត់លោតញាប់គាត់មិនមែនជាមនុស្សលោភលន់ទេប៉ុន្តែទិដ្ឋភាពនៅពីមុខគាត់គឺគួរឲ្យភ្ញាក់ផ្អើលពេករឿងព្រេងនៃប្រាសាទក្រោមទឹកត្រូវបានផ្សព្វផ្សាយជាយូរមកហើយនៅក្នុងតំបន់នេះគេនិយាយថាកងនាវាដែលដឹកប្រាក់របស់រដ្ឋាភិបាលបានបាត់ខ្លួនម្ដងទៀតកាលពី100ឆ្នាំមុនតើនេះអាចជាវាទេប្រសិនបើដូច្នោះមែនទ្រព្យសម្បត្តិនោះនឹងគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរជីវិតរាប់មិនអស់ត្រីតូចបានហែមករកគាត់វិលជុំវិញដោយក្តីបារម្ភបន្ទាប់មកចង្អុលទឹកប៉ាល់លិចបន្ទាប់មកភ្លាមនោះចង្អុលឡើងលើពីកន្លែងដែលពួកគេបានមកដោយវាកន្ទុយរបស់វាយ៉ាងខ្លាំងអ្នកនេសាទបានមើលវាគំនិតមិនច្បាស់លាស់មួយកាន់តែច្បាស់បន្តិចម្ដងច្រាំងថ្មចោតទឹកជ្រោះចរន្តទឹកហូរខ្លាំងតើប៉ាល់នេះបានធ្លាក់ពីទឹកជ្រោះនោះហើយលិចនៅទីនេះទេហើយត្រីតូចបានរុញគាត់ទៅរកច្រាំងថ្មចោតធ្វើឲ្យទូកតូចក្រឡាប់
តើវាដើម្បីការពារគាត់ពីការចូលទៅជិតទឹកជ្រោះដ៏សាហាវឬដើម្បីទាក់ទាញគាត់ឲ្យស្វែងរកអាថ៌កំបាំងនៃការលិចកប៉ាល់នេះភ្លាមនោះគាត់មានអារម្មណ៍ថាជ្រុនទឹកនៅក្រោមជើងរបស់គាត់កើនឡើងបន្តិចកម្រិតទឹកនៅក្នុងរូងភ្នំហាក់ដូចជាកើនឡើងយឺតធ្វើឲ្យថ្មដែលគាត់ពឹងផ្អែកលើការរស់រានមានជីវិតលិចបន្តិចម្ដងក្នុងពេលជាមួយគ្នានោះសំឡេងរោទទាបជាបន្តបន្ទាប់បានមកពីជ្រៅក្នុងជញ្ជាំងថ្មរូងភ្នំទាំងមូលចាប់ផ្ដើមញ័របន្តិចហើយបំណែកថ្មដូចបានធ្លាក់យ៉ាងលឿនទឹកកំពុងឡើងវាអាចមកពីភ្លៀងធ្លាក់ខ្លាំងនៅខាងលើឬវាអាចជាជំនោរបឹងធំនេះត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយទន្លេក្រោមដីហើយកម្រិតទឹករបស់វានឹងផ្លាស់ប្ដូរជាប្រចាំប្រសិនបើគាត់ជាប់នៅក្នុងរូងភ្នំក្រោមទឹកនេះគាត់ប្រកាសជាស្លាប់អ្នកនេសាទបានប្រញាប់ប្រញាល់ធ្វើសកម្មភាពភ្លាមគាត់បានហែកក្រណាត់មួយបន្ទះចេញពីអាវទ្រនាប់របស់គាត់ចាប់យកកាក់តុងដែងដែលត្រីតូចទើបតែយកបានយ៉ាងលឿនហើយរុំប្រាក់តូចពីរដុំដែលគាត់បានរកឃើញនៅជុំវិញចង្កេះរបស់គាត់ដោយប្រុងប្រយ័ត្នគាត់ត្រូវតែចាកចេញគាត់សម្លឹងមើលអ្នកនេសាទតូចដែលកំពុងវាយជញ្ជាំងថ្មយ៉ាងប្រញាប់ប្រញាល់អ្នកនេសាទម្នាក់ទៀតបានហែលមកហើយបានរកឃើញស្នាមប្រេះដែលលាក់ទុកយ៉ាងខ្លាំងដែលស្ទើរតែធំទូលាយសម្រាប់មនុស្សម្នាក់ច្របាច់ចូលចំហៀងទឹកកំពុងហូរចេញពីវាយឺតនេះអាចជាច្រកចេញគាត់ព្យាយាមយកក្បាលរបស់គាត់ទៅដាក់ក្នុងស្នាមប្រេះដែលរមួលប៉ុន្តែវាហាក់ដូចជានាំទៅរកពន្លឺគាត់បែរមកហើយគ្រវីដៃទៅកាន់អ្នកនេសាទតូចប៉ុន្តែអ្នកនេសាទតូចនៅតែនៅពីលើទូកលិចលែងដើរតាមគាត់ទៀតហើយគ្រាន់តែមើលគាត់ដោយស្ងៀមស្ងាត់ដូចជាគាត់បានបញ្ចប់បេសកកម្មអ្វីមួយអ្នកនេសាទលែងស្ទាក់ស្ទើរទៀតហើយដកដង្ហើមវែងចុងក្រោយរបស់គាត់ហើយច្របាច់ចូលទៅក្នុងស្នាមប្រេះផ្លូវនោះតូចចង្អៀតនិងរដិបរដប់ធ្វើឲ្យរាងកាយរបស់គាត់រសាត់ឥតឈប់ឈរហើយខ្យល់នៅក្នុងសួតរបស់គាត់ក៏ហត់នឿយយ៉ាងឆាប់រហ័សពេលគាត់ហៀបនឹងថប់ដង្ហើមផ្លូវក៏បើកឡើងភ្លាមហើយពន្លឺខ្លាំងបានហូរចូលគាត់ខំរឹងឡើងលើទម្លុះទឹកពន្លឺព្រះអាទិត្យកំពុងធ្វើឲ្យភ្នែករបស់គាត់ងឹតគាត់ដកដង្ហើមខ្យល់ដោយលោភលន់ឃើញខ្លួនឯងនៅខាងក្រោមទឹកជ្រោះជ្រោះនៅឆ្ងាយនៅជិតគ្រែដើមត្រែងជិតច្រាំងបឹងដោយអស់កម្លាំងគាត់បានឡើងលើច្រាំងដួលលើស្មៅមិនអាចរើបានរយៈពេលយូរថង់ក្រណាត់តូចមួយនៅចង្កេះរបស់គាត់សង្កត់យ៉ាងខ្លាំងទៅលើគាត់ពីរបីថ្ងៃក្រោយមកអ្នកនេសាទបានត្រឡប់ទៅភូមិវិញដោយមិនបាននិយាយអ្វីដែលគាត់បានឃើញនៅបាតបឹងឡើយគាត់គ្រាន់តែនិយាយថាគាត់បានជួបប្រទះនឹងព្យុះនៅថ្ងៃនោះទូកតូចរបស់គាត់បានបុកថ្មប៉ព្រះទឹកហើយគាត់មានសំណាងគ្រប់គ្រាន់ក្នុងការរស់រៀនមានជីវិតដោយតោងជាប់នឹងបន្ទះក្តារសំពៅមនុស្សបានដកដង្ហើមធំហើយនោះហើយជាវាគាត់បានស្វែងរកវិចាស់ដែលគួរឲ្យទុកចិត្តនិងចេះដឹងម្នាក់ដោយសម្ងាត់ដោយបង្ហាញគាត់នៅវត្ថុបុរាណដែលរហែកដែលគាត់បានប្រមូលសម្រាប់ជាដំបូន្មានអ្នកនេសាទចាស់បានពាក់វ៉ែនតារបស់គាត់ពិនិត្យកាក់ស្ពាន់ដោយប្រុងប្រយ័ត្នហើយបន្ទាប់មកបានត្រដុសបំណែកប៉ូសេឡែនទៅនឹងវាគាត់បានគិតមួយសន្ទុះរួចនិយាយថាកាក់ស្ពាន់នេះគឺជាយ៉ងយេថងបែវពីរាជវង្សមុនយ៉ាងហោចណាស់មានអាយុ120ឆ្នាំតួអក្សរនៅលើបំណែកមើលទៅរដប់ហើយរចនាប័ទ្មគំនូរបង្ហាញថាវាមកពីឡាដុតលើការនៅពេលនោះមិនមែនជារបស់ដែលមនុស្សសាមញ្ញប្រើប្រាស់នោះទេតែអ្នកយកវាមកពីណាអ្នកនេសាទបានឆ្លើយយ៉ាងស្រពេចស្រពើថាគាត់បាននេសាទវាចេញពីបឹងអ្នកនេសាទចាស់បាននិយាយដោយស្ទាក់ស្ទើរថាត្រូវហើយឯកសារផ្សេងនៃរដ្ឋធម្មនុញ្ញបានលើកឡើងថាក្នុងសម័យជាយូរនៃរាជវង្សមុនកងនាវាដឹកជញ្ជូនប្រាក់ពន្ធនិងស៊ុយសាអាករបានឆ្លងកាត់បឹងនេះហើយបានជួបប្រទះនឹងព្យុះដ៏កម្រមួយកងនាវាទាំងមូលបានបាត់ខ្លួនដោយគ្មានដានដែលคล้ายជាអាថ៌កំបាំងដែលមិនទាន់ដោះស្រាយវាហាក់ដូចជាពួកគេបានលិចនៅក្នុងបឹងនេះការសង្ស័យចុងក្រោយរបស់អ្នកនេសាទត្រូវបានដោះរាយវាពិតជាទ្រព្យសម្បត្តិដ៏ធំសម្បើមនិងមិនស្គាល់ប៉ុន្តែវាក៏តំណាងឲ្យព្រលឹងរាប់មិនអស់ដែលបានស្លាប់នៅបាតបឹងផងដែរមួយសន្ទុះក្រោយមកអ្នកនេសាទបានត្រឡប់ទៅតំបន់ជុំវិញផ្លូវទឹកនោះវិញនៅក្នុងទូកតូចដែលទើបសាងសង់ថ្មីរបស់គាត់បានបោះសំណាញ់របស់គាត់ចាប់ត្រីមួយចំនួនហើយបន្ទាប់មកបានលែងត្រីតូចត្រឡប់ទៅក្នុងទឹកវិញដោយថ្នមគាត់តែងតែឆ្ងល់ថាហេតុអ្វីបានជាត្រីប្រាក់តូចនោះនាំគាត់ទៅរកការលិចកប៉ាល់តើវាជារឿងចៃដន្យឬជាសារដ៏ទេវភាពតើការប៉ះទង្គិចចុងក្រោយរបស់វាជាមួយជញ្ជាំងថ្មជាការជំរុញឲ្យគាត់ចាកចេញឬជាវិធីប្រាប់គាត់អ្វីផ្សេងទៀត
នៅល្ងាចមួយនៅពេលដែលគាត់អង្គុយនៅលើច្រាំងកំពុងជួសជុលសំណាញ់នេសាទរបស់គាត់អ្នកស្គាល់គ្នាចាស់ម្នាក់ដែលមិនអាចជំនួសកន្លែងរបស់គាត់បានអង្គុយក្បែរគាត់សម្លឹងមើលបឹងដ៏ស្ងប់ស្ងាត់ភ្លាមនោះបុរសចំណាស់បាននិយាយថាគអ្នកដឹងទេបុរសចំណាស់តែងតែនិយាយថាត្រីខ្លះដែលរស់នៅបានយូរគ្រប់គ្រាន់និងបានឃើញច្រើនយ៉ាងនេះបានអភិវឌ្ឍស្មារតីមួយប្រភេទពួកវាចងចាំអាថ៌កំបាំងនៃទឹកហើយពួកវាចងចាំបំណងប្រាថ្នាដ៏គ្រោះថ្នាក់ក៏ប៉ាលិចនោះក្រៅពីមាសនិងប្រាក់ប្រហែលជាវាមានអ្វីផ្សេងទៀតសញ្ញាអាសន្នដែលមិនត្រូវបានបញ្ជូនទាន់ពេលវេលាអ្នកបើកទូកដែលនៅតែរឹងមាំក្នុងកាតព្វកិច្ចរបស់គាត់រហូតដល់ស្លាប់ឬប្រហែលជាការពិតមួយចំនួនដែលមិនគួរលេចចូលទៅក្នុងភាពងឹតដៃរបស់អ្នកនេសាទញ័រគាត់បានចាក់ម្រាមដៃរបស់គាត់ដោយមើលឈាមហូរចេញគាត់ស្រាប់តែឃើញអ្វីគ្រប់យ៉ាងដែលគាត់បានឃើញនៅក្រោមទឹកឬប្រហែលជាវាមានអត្ថន័យខុសគ្នានឹងធ្ងន់ត្រីតូចនោះដែលហាក់ដូចជាការប៉ះទង្គិចគ្នាដោយមិនដឹងគុណប្រហែលជាមិនមែនជាការសង្សឹកទេប៉ុន្តែជាការត្រាស់ដឹងដ៏គ្រោះថ្នាក់គាត់មិនបានខ្ជះខ្ជាយពេលវេលាដើម្បីការពារគាត់ពីសត្វមុំសាសីពិតប្រាកដដែលលាក់ខ្លួននៅក្រោមផ្ទៃទឹកនោះទេប្រហែលជាជ្រុនទឹកហូរខ្លាំងអាងទឹកគួចឬភាពលោភលន់និងបណ្ដាសាដែលបង្កប់នៅក្នុងប្រាសាទខ្លួនឯងដែលជាបណ្ដាសាដែលអាចលេបត្របាក់បេះដូងមនុស្សប្រហែលជាការអនុញ្ញាតឲ្យគាត់មើលឃើញការលិចកប៉ាល់គឺគ្រាន់តែដើម្បីបង្ហាញគាត់ពីរបៀបដែលប្រវត្តិសាស្ត្ររើបានលេបត្របាក់ដោយបឹងថាទ្រព្យសម្បត្តិនិងអំពើបាបមួយចំនួនគឺល្អជាងការទុកចោលឲ្យលេចក្នុងភាពងឹតជាងការសង្គ្រោះចាប់តាំងពីពេលនោះមកអ្នកនេសាទមិនដែលនេសាទនៅក្នុងទឹកទាំងនោះម្ដងទៀតទេគាត់នៅតែចេញទៅសមុទ្រជារៀងរាល់ថ្ងៃដោយបោះសំណាញ់របស់គាត់នៅកន្លែងដែលមានសុវត្ថិភាពនិងសាមនៅតែលែងត្រីតូចដែលមិនទាន់ធំឡើងមនុស្សនិយាយថាគាត់បានក្លាយជាមនុស្សខ្មាស់អៀនបន្ទាប់ពីការលំបាកនោះប៉ុន្តែមានតែគាត់ទេដែលដឹងថាវាមិនមែនជាការភ័យខ្លាចទេប៉ុន្តែជាអារម្មណ៍កោតសរសើរយ៉ាងខ្លាំងអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង